ធ្លាប់តែលើគេល្បីបុកលហុងចុងថ្នោតថ្ងៃនេះពីអ្នកពុកម៉ាក់ខ្ញុំបានទៅដល់ទីកន្លែងតែម្ដងបងប្អូនព្រោះវាមិននៅមិនឆ្ងាយពីផ្ទះខ្ញុំទេខកថាខ្ញុំវាអត់ដែរទៅអញ្ចឹងដើម្បីទៅស្រុកខ្យល់អាកាសបរិសុទ្ធហើយនឹងម្ហូបមហាឆ្ងាញ់ហើយនឹងទិដ្ឋភាពបែបណាតំណាងទាំងអស់គ្នានៅទីនេះគឺជាកន្លែងឡើងកម្មជាដើមនេះយើងឡើងទៅលើដើម្បីទៅលើកចុងថ្នោតតែជាអកុសលអត់បានចុងទេបានតែធ្វើពាក់កណ្ដាលបងប្អូនព្រោះដល់ចុងថ្នោតវាអត់ដឹងឈរកន្លែងណាអញ្ចឹងយើងក៏ឈរកន្លែងគេធ្វើទៅហើយយើងក៏ស្រូបខ្យល់អាកាសបរិសុទ្ធយ៉ាងត្រជាក់កន្លែងគាត់គឺស្អាតបងប្អូនហើយរួមទាំងមុខម្ហូបផ្សេងៗក៏មានរសជាតិឈ្ងុយឆ្ងាញ់ផងដែរហើយយើងបានកំងរួចហើយក៏អង្គុយចាំនៅទីនេះឥឡូវកុំឲ្យរងចាំតោះទៅមើលមុខម្ហូបទាំងអស់គ្នាក៏ប៉ុន្តែបងប្អូនមុខម្ហូបកន្លែងនេះគឺឆ្ងាញ់ហើយមានច្រើនមុខតែអ្វីដែលខ្ញុំជ្រើសរើសគឺវាមិនគ្រប់ដូចអ្វីដែលគាត់បានលក់នោះទេដោយសារតែខ្ញុំមកតែ2នាក់ខ្ញុំមិនអាចកំងទាំងអស់បានទេហើយម្ហូបដែលខ្ញុំបានកំងមានដូចជាបាយឆាគ្រឿងសមុទ្រឬក៏សាច់គោអញ្ចឹងទៅហើយនឹងបុកល្ហុងដែលគាត់មានដាក់ជាមួយនឹងនំបញ្ចុកឬក៏មីឬក៏អីយ៉ាងទៅហើយរួមទាំងពងមាន់អាំងហើយនឹងស្អីផ្សេងទៀតដូចជាសាច់គោអាំងលាក់នឹងលាក់ជាពិសេសគឺមាន់មួយតែម្ដងហើយរសជាតិក៏មិនណយដែរបងប្អូនអាចសាកបានហើយវីដេអូនេះខ្លីទេបងប្អូនគឺចង់បង្ហាញបងប្អូនតែប៉ុណ្្នឹងទេយល់ទាំងពៅអ្នកមកថងផ្ទះវិញអូខេបាយ